បាទសូមជម្រាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលតែងតែចង់នៅសិក្សាភាសាអង់គ្លេសនិងចង់ធ្វើឲ្យភាសាអង់គ្លេសយើងកាន់តែប្រសើរឡើងបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកទាក់ទងជាមួយនឹងការសិក្សានៅសៀវភៅដែលមានឈ្មោះថា Up and Away 2បាទអញ្ចឹងយើងនឹងបន្តទៅដល់មេរៀនទី11របស់យើងបាទ Unit 11មេរៀនទី11 Classroom Commands ពាក្យបង្គាប់បញ្ជាថ្នាក់រៀនអូខេយើងនឹងសិក្សាពាក្យបាទ vocabulary ពាក្យអូខេ vocabulary ពាក្យ point to ចង្អុល pick up លើកឡើង give ឲ្យ touch ប៉ះ come មក go ទៅ look at ក្រឡេកមើល say និយាយ spell ប្រកប write សរសេរ word ពាក្យបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការសិក្សាពាក្យនៅក្នុងមេរៀនទី11អស់ហើយយើងនឹងចូលទៅដល់ការសិក្សានៅប្រយោគបាទហើយនឹងការបកប្រែនៅក្នុងប្រយោគតែម្ដងបាទអញ្ចឹងនេះគឺជាប្រយោគដែលយើងធ្វើការអានជូនបងប្អូនទាំងគ្នាហើយនឹងបន្ទាប់មកនឹងបកប្រែជូនតែម្ដងបាទមានពីលេខ1ដល់លេខ6បាទ Number 1 point to the banana ចង្អុលផ្លែចេក Number 2 pick up the apple មានន័យថាលើកផ្លែប៉ោមឬក៏យើងយកផ្លែប៉ោមណាបាទ Number 3 give me the apple ឲ្យផ្លែប៉ោមខ្ញុំ Number 4 touch your nose ប៉ះច្រមុះរបស់អ្នក Number 5 come to my desk មកតុរបស់ខ្ញុំ Number 6 go to your chair ទៅកៅអីរបស់អ្នកបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការអាននិងបកប្រែរួចរាល់យើងនឹងបន្តទៅប្រយោគបន្ថែមទៀតបាទដែលមានពីលេខ1ដល់លេខ4យកតែម្ដងបាទ Number 1 look at the monkey ក្រឡេកមើលសត្វស្វា Number 2 say the word និយាយពាក្យ Number 3 spell the word ប្រកបពាក្យ Number 4 write the word សរសេរពាក្យបាទអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់បន្ថែមនៅចម្ងល់អ្វីផ្សេងអាចធ្វើការ comment នៅខាងក្រោមវីដេអូហើយបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកម្នាក់មួយផងបាទអរគុណសូមជម្រាបលា